អ្នកទាំងអស់គ្នាដែលប្រើប្រាស់កម្មវិធី CapCut ដើម្បីកាត់វីដេអូនៅក្នុងកុំព្យូទ័រប្រកាសជាជួបបញ្ហាប្រូឬមួយក៏វាត្រូវការទាមទារយើងចំណាយលុយទៅលើកម្មវិធីនោះអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយគឺនឹងមកបង្ហាញពី CapCut មួយដែលយើងអាចប្រើប្រាស់នៅ effect នៅក្នុងទាំងអស់នេះដោយ free បានដោយយើងមិនបាច់ចំណាយលុយសូម្បីតែ1រៀលដើម្បីប្រើប្រាស់នៅ effect ទាំងអស់ហ្នឹងទេអញ្ចឹង CapCut នេះគឺខ្ញុំអត់មានបាន join Pro ឬមួយក៏អីទេប៉ុន្តែ effect នៅក្នុងនេះគឺខ្ញុំអាចប្រើបានទាំងអស់មិនថាជា effect transition ឬមួយក៏ filter ឬមួយក៏ effect ឬមួយក៏ sticker ឬមួយក៏ text effect នេះអីគឺខ្ញុំប្រើបានទាំងអស់វាអត់មានគិតលុយឬមួយក៏ជាប់ Pro ដែលទាមទារយើងត្រូវការបង់លុយទេអញ្ចឹងបើសិនបើអ្នកទាំងគ្នាចង់បានទាំងអស់ហ្នឹងគឺអ្នកទាំងគ្នាអាចមកធ្វើតាមវិធីសាស្ត្រខ្ញុំបានអញ្ចឹងអ្នកទាំងគ្នាអូខេខ្ញុំសម្បត្តិវិញសិនអញ្ចឹងអ្នកទាំងគ្នាចូលមកកាន់ browser របស់អ្នកទាំងគ្នាមកហើយអ្នកទាំងគ្នាសេចពាក្យថា CapCut អូខេCapCut old version ចឹងអ្នកទាំងគ្នាអាចប្រើប្រាស់បានជាប្រភេទ version ទាបបាននៅលើកុំព្យូទ័រហើយចំពោះទូរស័ព្ទដៃក៏យើងអាចប្រើបានដែរអញ្ចឹងអ្នកទាំងគ្នាចូលមកកាន់ website ហ្នឹងមកឥឡូវអឺ CapCut របស់ខ្ញុំគឺខ្ញុំ download ជាប្រភេទ 1.5 អញ្ចឹងនៅក្នុងនេះវាមាន CapCut ទាំងអស់ចាប់ពី version ដំបូងរហូតដល់ version ចុងក្រោយ 7.3 ដែលអាប់ដេតថ្ងៃទី28ខែ10នេះអញ្ចឹងទើបអាប់ដេតថ្មីនេះទេគេហៅថា version last version ហ្នឹងតែបើសិនបើ version ចាស់គឺយើងមានប្រភេទ1.5ក៏បានឬមួយក៏2.0ក៏បានដែរខ្ញុំ recommend ឲ្យអ្នកទាំងគ្នាប្រើចំពោះ2 version ហ្នឹងព្រោះខ្ញុំធ្លាប់បានប្រើហើយវាល្អក្នុងការកាត់វីដេអូអូខេអញ្ចឹងដើម្បី download បានអ្នកទាំងគ្នាចូលមកចុច click មកអញ្ចឹងវាមានផ្ទាំងបែបនេះអូខេ scroll មកក្រោមមកអ្នកទាំងគ្នាឃើញប៊ូតុងពណ៌ខៀវនេះមួយមានទំហំ388.1 MB អញ្ចឹងdownload មកអូខេខ្ញុំបាន download រួចម្ដងដែរអញ្ចឹងខ្ញុំធ្វើការ download ម្ដងទៀតចុះអញ្ចឹងយើងរងចាំនឹងឲ្យបានសិនមកអូខេអញ្ចឹងនៅពេលដែលយើង download បានហើយអញ្ចឹងអ្នកគ្នាចុចនៅកន្លែងណាមួយមកអូខេ version នេះខ្ញុំសូម remove CapCut ចាស់របស់ខ្ញុំសិនដើម្បីធ្វើការ download ឲ្យអ្នកនរគ្នាមើលអូខេខ្ញុំចូលមកកាន់ control panel ដើម្បី remove software ចាស់របស់ខ្ញុំចេញសិនអូខេអូខេនេះអូខេខ្ញុំសូមលុបចេញសិនអញ្ចឹងខ្ញុំចូលមកកាន់ពីរបៀបតឡើងវិញអញ្ចឹងយើងចុចកន្លែងដែលយើង download ហើយមកវានឹងចេញផ្ទាំងបែបនេះអញ្ចឹងចុចក្រេមួយមកហើយចុច install ពេលដែលចុច install វាឡើង step នៅនេះយើងចាំវាបន្តិចទៅហើយវា load គ្រប់100%វានឹងធ្វើការ access ឲ្យយើងបើកជាមួយនឹងកម្មវិធី CapCut នឹងបានហើយអូខេយើងចុច start សិនមកអូខេចុច confirm អញ្ចឹងយើងបើកកម្មវិធី CapCut ជាមួយខ្ញុំទៅនេះអូខេអញ្ចឹងខ្ញុំនេះមិញខ្ញុំអត់បានdelete data ចាស់របស់ខ្ញុំចឹងអូខេអញ្ចឹងយើងចូលមកកាន់ setting មកដើម្បីមើល version អញ្ចឹង version នេះគឺ version 1.5តែបើសិនបើយើងចង់ update កន្លែងហ្នឹងឬមួយក៏យើងទុកចោលវានឹងអាចនឹង update អូតូឡើងដោយខ្លួនឯងទៅ version 7.3 version ចុងក្រោយហ្នឹងអញ្ចឹងដើម្បីបិទបានគឺងាយទេអ្នកនរគ្នាចូលមកកាន់ folder របស់អ្នកនរគ្នាមកតមកចូលមកកាន់ data C អញ្ចឹងdata C ហ្នឹងមានចូលមកកាន់ពាក្យ user ដែល user របស់យើងដែលប្រើពេលបច្ចុប្បន្នដើម្បីតម្លើងហ្នឹងអញ្ចឹងចូលមកកាន់ user របស់យើងមកបន្ទាប់មកយើងរកពាក្យថា add data
អញ្ចឹងបើសិនបើអត់មានពាក្យ app data នៅកន្លែងនេះទេអ្នកទាំងគ្នាចូលមកកាន់ view ហើយចុចពាក្យ show នេះអញ្ចឹងចូលកន្លែងចុច hit item ទៅវានឹងចេញមកឲ្យ app data ហ្នឹងអូខេអញ្ចឹងចូលមកកាន់view ចូលមកកាន់ show ហើយចុច hit item អូខេអញ្ចឹងវាចេញមកបែបនេះអូខេអញ្ចឹងចូលមកកាន់ local មួយទៀតមកអូខេនៅពេលដែលអ្នកទាំងគ្នាចូលមកកាន់ local នេះគឺវាមាន app យ៉ាងច្រើនដែលអ្នកទាំងគ្នាធ្លាប់ download អញ្ចឹងអ្នកទាំងគ្នាចូលទៅកាន់ CapCut ហើយចូលទៅកាន់ user data បន្តមកទៀតចូលទៅកាន់ download អញ្ចឹងនៅក្នុង file download នេះជាទូទៅវាអត់មាន file មួយនេះទេអត់មាន update exe នេះទេអញ្ចឹងទូទៅវាមានតែ file មួយនេះទេអញ្ចឹងដើម្បីបាន file update exe ដែលចុងក្រោយដែលយើងបង្កើតឡើងហ្នឹងគឺយើង right click មកបន្តមកយើងចូលមកកាន់នេះ text document អញ្ចឹងយើងចុចពាក្យថា update អញ្ចឹងឡើយនេះយើងនេះទៅយើង rename ខ្លួនឯងទៅប៉ុន្តែកន្លែងនេះគឺ t យើងមើល file ចុងក្រោយនេះ txt អូខេអញ្ចឹងយើងដូរដាក់ exe វិញមកតមកយើង enter អញ្ចឹងវា load កន្លែងនេះមកអញ្ចឹងយើង yes មកអូខេ file ហ្នឹងគឺយើងបង្កើតបានហើយប៉ុន្តែរឿងដែលយើងត្រូវធ្វើមួយទៀតយើង select លើ file មកយើង right click ចូលពាក្យថា show more option នៅកន្លែងនេះអញ្ចឹងអ្នកទាំងគ្នាចូលមកកាន់ properties កន្លែងនេះអូខេអញ្ចឹងចូលមកអ្នកទាំងគ្នាចេញផ្ទាំងមួយនេះមួយអញ្ចឹងអ្នកទាំងគ្នាយក read only មួយមកដើម្បីបិទកុំឲ្យ file CapCut របស់យើងហ្នឹងវាព្យាយាម update ទៅ version ចុងក្រោយអញ្ចឹងយើងទៅ apply មួយមកហើយយើងបិទរបស់យើងទាំងអស់ហ្នឹងវិញមកអូខេ CapCut នេះគឺយើងបិទសិនហើយយើងចូលពាក្យ CapCut យើងបើកកម្មវិធីរបស់យើងមកអញ្ចឹងយើងចូលមកវាអត់ត្រូវការចាំបាច់ឲ្យយើង load pro load អីនៅក្នុងកម្មវិធី CapCut មួយនេះទេអញ្ចឹងយើងចូលមកយើងចាំតិចទៅដោយសារតែយើងទៅតែ install មកថ្មីនៅកន្លែងនេះយើងចាំតិចវានឹងដើរជាមួយនឹង effect ឲ្យអូខេឃើញទេយើង refresh មកដោយសារតែកន្លែងនេះវាអាចនឹង error ជាមួយនឹង internet អញ្ចឹងយើងចូលមកវាមាន effect នៅក្នុងនេះទាំងអស់ដែលយើងអាចប្រើប្រាស់បានដោយ free វាអត់ចាំបាច់ធ្វើការឲ្យយើងបង់លុយឬមកក៏ចំណាយទៅលើកម្មវិធី CapCut នេះរាល់ខែទេ